តើអ្នកទាំងអស់គ្នាធ្លាប់ពេលខ្លះមានរឿងរ៉ាវចង់ចែករំលែកទៅកាន់អ្នកដទៃដូចជាការសិក្សារៀនសូត្រដំណើរកម្សាន្ត technology ម្ហូបអាហារនិយាយទៅរឿងអ្វីក៏ដោយឲ្យទៅដល់ពេលចង់ចែករំលែកបែរជាមិនដឹងគួរចែករំលែកនៅទីណាចុះបើមានកន្លែងមួយដែលស័ក្តិសមបំផុតសម្រាប់រឿងនេះតើអ្នកទាំងអស់គ្នាគិតបែបណាដែរសូមស្វាគមន៍មកកាន់គេហទំព័រ Daily Ride យើងនឹងណែនាំអ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់ទាំងអស់គ្នាចូលទៅដល់គេហទំព័ររបស់យើងអ្នកទាំងអស់គ្នាធ្វើការបង្កើតគណនីជាមុនសិនសូមធ្វើការបំពេញឈ្មោះ Gmail និង password ឲ្យបានត្រឹមត្រូវនៅពេលដែលអ្នក register រួចយើងនឹងផ្ញើ Gmail verify មួយទៅកាន់ប្រអប់ផ្សាយបន្ទាប់ពីយើង verify ហើយសូមធ្វើការ log in ម្ដងទៀតចូលមកដល់ទំព័រ home page scroll មកក្រោមបន្តិចលោកអ្នកនឹងឃើញ top story blog គឺជា top blog ដែលមានអ្នកមើលច្រើនបំផុតរីឯ latest blog គឺជា blog ដែលថ្មីៗដែលបានបង្កើតឡើងនិង URL ដើម្បីចូលទៅមើល blog ទាំងអស់បើយើង scroll ទៅក្រោមបន្តិចទៀតលោកអ្នកនឹងឃើញពាក្យថា frequently asked question ដែលគឺជាសំណួរនិងចម្លើយដែលពាក់ព័ន្ធនឹង website របស់យើងហើយយើងក៏អាច share feedback ផ្សេងៗទៅកាន់ website របស់យើងផងទៀតផងហើយជាចុងក្រោយគឺ footer បើសិនបើយើងចុចទៅលើ blog នោះយើងនឹងឃើញទំព័រថ្មីមួយទៀតហើយយើងក៏អាចសេចរកព័ត៌មានផ្សេងៗនៅក្នុង website របស់យើងផងដែរហើយយើងក៏បានបែងចែក category ទៅតាម blog នៃប្រភេទនីមួយៗដូចជា travel, lifestyle និង technology ជាដើមសូមធ្វើការចុចទៅលើ blog ណាមួយដែលអ្នកចង់អានហើយយើងក៏អាច comment ទៅលើ blog មួយនោះបានផងដែរហើយយើងក៏អាចចូលទៅមើល profile របស់ user ក៏ដូចជាព័ត៌មានផ្សេងៗដូចជាការ post ឬក៏ព័ត៌មានវត្តរូបរបស់ user ផងដែរពី about us អ្នកទាំងអស់គ្នាក៏អាចស្វែងរកព័ត៌មានផ្សេងៗពី website របស់យើងផងដែរដូចជា our mission, mentor និង សមាជិកทีมរបស់យើងឥឡូវនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាពីរបៀបក្នុងការបង្កើត blog ទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាធ្វើការ upload រូបភាពដែលអ្នកទាំងអស់គ្នាចង់សរសេរ blog បន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការ select category ហើយនឹងបំពេញ title ក៏ដូចជា content ដែលអ្នកទាំងអស់គ្នាចង់សរសេរបន្ទាប់មកអ្នកទាំងអស់គ្នាក៏អាច save ជា draft ក៏ដូចជា publish បានភ្លាមៗទៅលើការ save draft អ្នកទាំងអស់គ្នាក៏អាច save draft ដើម្បី edit ឬក៏ publish បាននៅពេលក្រោយហើយ post នោះក៏ចូលនៅក្នុង profile របស់យើងហើយនៅក្នុង blog page ផងដែរ website របស់យើងក៏ support ជាមួយនឹងពីរភាសាអង់គ្លេសនិងភាសាខ្មែរហើយ website របស់យើងក៏មាន support ជាមួយនឹង dark mode ដើម្បីឲ្យ user ងាយស្រួលប្រើប្រាស់ផងដែរ Daily Ride ក៏មាន AI assistant ដើម្បីឲ្យអ្នកទាំងអស់គ្នាសួរសំណួរក៏ដូចជារក idea ដើម្បីបង្កើត blog ផងដែរគេហទំព័ររបស់យើងក៏មាន responsive គ្រប់ device ដូចជា smartphone, tablet ក៏ដូចជា computer ផងដែរការ demo របស់គេហទំព័រ Daily Ride ជាមកដល់ការបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា